នៅព្រឹកថ្ងៃសុក្រទី23ខែឧសភាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមអេកណាតដាកាល់អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភាចូលជួបសម្ដែងការគូសមនៅវិមានព្រឹទ្ធសភាជាកិច្ចចាប់ផ្ដើមសម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអេកណាតដាកាល់និងសហការីចំពោះដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះសម្ដេចតេជោបានសម្ដែងនឹងការកោតសរសើរនិងថ្លែងអំណរគុណចំពោះគំនិតដូចផ្ដើមក្នុងការរៀបចំនៅសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅដែលជាគំនិតដូចផ្ដើមដ៏ល្អមួយនៅចំពោះកលៈទេសៈដែលសភាពការពិភពលោកកំពុងតែមានភាពច្របូកច្របល់និងថមថយចុះនៅទូនីតិរបស់អង្គការអន្តរជាតិនានារួមទាំងអង្គការសហប្រជាជាតិផងដែរនៅក្នុងឱកាសនៃជំនួបនេះផងដែរឯកឧត្តមអគ្គលេខាធិការបានប្រគល់ជូនសម្ដេចតេជោនៅសញ្ញាសម្គាល់សមាជិកស្ថាបនិក IIC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគូសមនៅពេលនេះជាមួយគ្នានេះផងដែរឯកឧត្តមអគ្គលេខាធិការក៏បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់នូវការគាំទ្រចំពោះការបង្កើតនិងចូលរួមរបស់សម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីនៅក្នុងកិច្ចប្រជុំ IIC នៅក្នុងទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េកាលពីខែមេសាឆ្នាំ2025កន្លងទៅឯកឧត្តមអគ្គលេខាធិការបានលើកឡើងថាឯកឧត្តមពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ IIC និងសម្ដែងនឹងការដឹងគុណចំពោះសម្ដេចតេជោចំពោះការចូលរួមចំណាយកសាងសន្តិភាពនៅឧបទ្វីបកូរ៉េអាស៊ីនិងសម្រាប់ពិភពលោកឯកឧត្តមអគ្គលេខាធិការបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវហាក់ចានហាន់មូនស្ថាបនិកសហព័ន្ធសន្តិភាពសកល UPS នឹងបានជម្រាបជូនអំពីកិច្ចការនិងទិសដៅការងាររបស់ IIC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនតាមរយៈការអនុវត្តនៅកិច្ចការទូតសភានិងការពង្រីកនៅកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធនានាដូចជាមហាសន្និបាតអន្តរសភាអាស៊ាន IPA ជាដើមនៅក្នុងន័យនេះឯកឧត្តមអគ្គលេខាធិការបានគោរពស្នើសុំសម្ដេចតេជោបន្តផ្ដល់នូវការគាំទ្រដល់កិច្ចការ IIC ជាការឆ្លើយតបសម្ដេចតេជោបានសម្ដែងនូវក្តីរីករាយនិងថ្លែងអំណរគុណចំពោះការពំនាំមកជូនសម្ដេចនៅសញ្ញាសម្គាល់សមាជិកស្ថាបនិក IIC ដែលជាកិត្តិយសមួយសម្រាប់ការចូលរួមរបស់សម្ដេចនាពេលកន្លងមកនៅក្នុងបុព្វហេតុនៃការកសាងសន្តិភាពសម្ដេចតេជោក៏បានថ្លែងអំណរគុណនិងជាមួយគ្នានេះក៏បានផ្ដាំផ្ញើសួរសុខទុក្ខចំពោះលោកជំទាវស្ថាបនិកនិងឯកឧត្តមប្រធាន UPS ផងដែរសម្ដេចតេជោបានលើកឡើងដោយគាត់សម្គាល់ថាការផ្ដួចផ្ដើមបង្កើតយន្តការ IIC ដែលមានគោលបំណងការកសាងសន្តិភាពនេះពិតជាចំពេលវេលាដ៏ល្អនិងសមស្របខណៈដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗកំពុងតែថមថយនិងបាត់បង់ឥទ្ធិពលចំពោះមុខសភាពការពិភពលោកដែលកំពុងតែវិវត្តស្មុគស្មាញនេះសម្ដេចតេជោបានចែករំលែកអំពីការយល់ឃើញនិងទស្សនៈអំពីការវិវត្តសភាពការអន្តរជាតិនានានៅក្នុងតំបន់មជ្ឈិមបូព៌ាអឺរ៉ុបអាស៊ីនិងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិកនៅក្នុងន័យនេះសម្ដេចតេជោបានបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ហើយបង្កើតជាយន្តការសភាក៏នឹងជួយបំពេញចន្លោះប្រហោងទៅលើយន្តការនានាសម្ដេចតេជោបានជម្រាបជូនបន្ថែមអំពីគំនិតដូចផ្ដើមរបស់សម្ដេចឲ្យមានការរៀបចំនៅវេទិកាប្រសិទ្ធិនៅក្នុងចំណោមប្រទេសអាស៊ានមួយទៀតនៅក្នុងឱកាសទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌូនេស៊ីកន្លងទៅនេះនៅក្នុងស្មារតីនេះសម្ដេចតេជោក៏បានលើកឡើងនូវការគាំទ្រចំពោះការពង្រីកនៅកិច្ចសហប្រតិបត្តិការរបស់ IIC ជាមួយបណ្ដាស្ថាប័នផ្សេងៗរួមទាំងអាស៊ាន
បន្ថែមលើពីនេះសម្ដេចតេជោក៏បានលើកឡើងជាលក្ខណៈអនុសាសន៍ឲ្យ IIC ពង្រឹងតួនាទីរបស់ខ្លួនតាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការនិងលេខាធិការដ្ឋាន IIC ដើម្បីធានានិរន្តរភាពនិងប្រសិទ្ធភាពនៃដំណើរការនិងប្រតិបត្តិការរបស់ IIC ដោយដែលសម្ដេចធ្លាប់បានលើកឡើងនៅក្នុងឱកាសដែលសម្ដេចធ្វើពហកថានៅលេខាធិការដ្ឋានអាស៊ានកាលពីពេលកន្លងទៅថ្មីនេះជាចុងក្រោយសម្ដេចតេជោបានជូនពរដល់ឯកឧត្តមអេកណាតដាកាល់និងសហការីឲ្យទទួលបាននូវភាពជោគជ័យក្នុងដំណើរទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា